ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះចាគឺខ្ញុំជីនត្រីកម្មួយណាពុកម៉ែបងប្អូនឬក៏ហៅមួយទៀតត្រីកំមុងឥឡូវនេះយើងយកត្រីនឹងមកលាងមកណាពុកម៉ែបងប្អូនខ្ញុំលាងតួតែជ្រះទឹកណាពុកម៉ែបងប្អូនណាតែខ្ញុំថតកាត់ទៅចាគឺខ្ញុំលាង3ទឹកណាពុកម៉ែបងប្អូនឥឡូវនេះខ្ញុំស្រង់វាដាក់ការ៉ូហើយដើម្បីឲ្យវាស្រស់ទឹកហើយបន្តមកទៀតគឺថាយើងដាក់ឆ្នាំងខ្ញុំដាក់ក្តៅហើយនឹងខ្លាញ់ហ្នឹងណាពុកម៉ែបងប្អូនគឺថាតួវាក្តៅងុំល្អសិនណាមិនជិះទៅវាអត់ជាប់ឆ្នាំងណាពុកម៉ែបងប្អូនខ្ញុំដាក់ត្រីចូលហើយណាពុកម៉ែបងប្អូនហើយយើងរៀបបវាឲ្យវាស្អាតបន្តិចទៅព្រោះឲ្យវាបាត់ដៃបាត់ជើងណាពុកម៉ែបងប្អូនណាចាហើយគឺថាឥឡូវនេះខ្ញុំចាប់ផ្ដើមមកធ្វើទឹកត្រីម្ដងណាគឺខ្ញុំដាក់ទេ2គ្រាប់ទេហើយប៊ីចេង2ស្ព្រាហើយស្ករ3ស្ព្រាអញ្ចឹងទៅតាមចំណង់ចំណូលចិត្តទៅពុកម៉ែបងប្អូនណាហើយនឹងខ្ទឹមសអូចង់ជុំមកសំទោសណាពុកម៉ែបងប្អូនខានធ្វើវីដេអូយូររឿងតាក់ទើដែរហ្នឹងណាហើយនេះខ្ញុំបុកវាឲ្យម៉ត់ចូលគ្នាណាពុកម៉ែបងប្អូនបុកតួតាណាណៃតែហ្មងទៅពុកម៉ែបងប្អូនអើយខានធ្វើវីដេអូយូរឲ្យដែរហ្នឹងដោយសារតែរវល់ពេកពុកម៉ែបងប្អូនអើយបានបុកមួយរយៈទៅហ្នឹងណាចាបន្ទាប់មកខ្ញុំបុកឲ្យហើយខ្ញុំក៏ចាប់ផ្ដើមវាដួសវាដាក់នៅកូនចានណាពុកម៉ែបងប្អូនដួសវាគៀវាអស់ទៅកំតុកនំទឹកខាតទេណាពុកម៉ែបងប្អូនណាចាគឺថាខ្ញុំដួសចេញមកដាក់កូនចានមកហើយបន្ទាប់មកខ្ញុំមកដាក់ទឹកត្រីណាពុកម៉ែបងប្អូនខ្ញុំដាក់ពី3ស្ព្រាទៅតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនអីចង់ដាក់ទៅណាតែនេះខ្ញុំតាមរបស់ខ្ញុំទេព្រោះថាជាប្រចាំថ្ងៃចាបន្ទាប់មកយើងក៏កូរច្បល់វាមិចវាចុះមិចឡើងទៅណាពុកម៉ែបងប្អូនប៉ុន្តែនិយាយពីថាធ្វើទឹកត្រីបដើហ្នឹងគឺថាហូរទឹកមាត់បដើហើយពុកម៉ែបងប្អូនអើយកូរចុះកូរឡើងឃើញទេពុកម៉ែបងប្អូនមើលតែរូបភាពក៏ដឹងដែរណាពុកម៉ែបងប្អូនខំថលចូលចាក់ចឹងគឺថាឆ្ងាញ់ហ្មងឈោបដើហើយទឹកមាត់ហូរស្រិបហ្មងណាពុកម៉ែបងប្អូនណាបើសិនមកពុកម៉ែបងប្អូនផ្សេងទៀតគាត់ធ្វើតាមរបៀបគាត់ហ្នឹងគាត់ចង់ហូបយ៉ាងម៉េចគឺគាត់ធ្វើបំពេញទៅតែនេះខ្ញុំជាប្រចាំថ្ងៃគឺខ្ញុំចូលចិត្តធ្វើរបៀបហ្នឹងឥឡូវនេះត្រីដែលយើងជីនគឺថាបានចិត្តឆ្អិនមកខាងណាពុកម៉ែបងប្អូននេះបានចិត្តឲ្យពុកម៉ែបងប្អូនគឺថាឡើងក្រៀមអញ្ចឹងខ្ញុំចូលចិត្តអញ្ចឹងណាពុកម៉ែបងប្អូនក្រៀមឆ្ងាញ់តែហ្មងបន្ទាប់មកយើងចាប់ផ្ដើមប្រៃវាមកខាងទៀតហើយខ្ញុំក៏ចាក់ទឹកត្រីចូលដែរណាពុកម៉ែបងប្អូនគាត់ណាចាក់មកក្លិនឡើងឈ្ងុយហ្មងណាធំក្លិនហើយហ្នឹងមិនតែហែវបាយតែហ្មងណាពុកម៉ែបងប្អូនមើលតែរូបភាពហ្នឹងគឺដឹងថាឆ្ងាញ់ឈ្ងុយប៉ុណ្ណាហើយពុកម៉ែបងប្អូនអើយគាត់តែឃើញហ្នឹងក៏លេបទឹកមាត់ដែរចា